របៀបប្រើប្រាស់រូបមន្ត map នៅក្នុងកម្មវិធី Microsoft Excel បាទរូបមន្ត map គឺជារូបមន្តមួយដែលប្រើដើម្បីផ្ទៀងផ្ទាត់ទិន្នន័យ array មួយឬច្រើនរួចបង្កើតទៅជាលទ្ធផលថ្មីមួយតាមរយៈរូបមន្តដែលយើងនឹងបង្កើតឡើងបញ្ចឹងនៅក្នុងការប្រើប្រាស់រូបមន្ត map ទី1គឺអ្នកទាំងអស់គ្នាត្រូវប្រើសញ្ញាស្មើហើយបើពាក្យថា map បើវងកញ្ចក់នឹងមាន array ទី1 array ទី2រហូតដល់ array ចុងក្រោយចំណែក lambda អញ្ចឹង array ទី1គឺជាជួរទិន្នន័យទី1ដែលយើងត្រូវធ្វើការពិនិត្យ array ទី2គឺជាទិន្នន័យបន្ទាប់បើសិនបើយើងមានទិន្នន័យ array ជាច្រើនចំណែក lambda នេះគឺជារូបមន្តដែលកំណត់ដែលប្រើប្រាស់ lambda ដែលមាន variable និងមាន calculation បាទអញ្ចឹងនៅក្នុងឧទាហរណ៍នេះគឺខ្ញុំយកឧទាហរណ៍ទី1ដែលមានទិន្នន័យដូចនេះបាទទិន្នន័យ3នេះហើយកន្លែង pass ឬក៏ fail នេះគឺខ្ញុំយករូបមន្ត map នេះយកមកប្រើអញ្ចឹងរូបមន្ត map ដែលខ្ញុំយកមកប្រើនេះគឺខ្ញុំបញ្ជាក់ថាប្រសិនបើទិន្នន័យ score នេះមានទិន្នន័យពិន្ទុនេះធំជាងឬស្មើ50គឺនឹងឲ្យ pass ប៉ុន្តែបើតូចជាង50គឺនឹង fail អញ្ចឹងយើងសរសេរតែមួយរូបមន្តនៅខាងលើនេះទិន្នន័យនៅខាងក្រោមទាំងអស់គឺនឹងទម្លាក់ឲ្យយើងតែម្ដងអញ្ចឹងការប្រើប្រាស់រូបមន្តនេះគឺទី1គឺអ្នកទាំងអស់គ្នាចាំបាច់ត្រូវការបង្កើតបណ្ដុំ rank មានថាបណ្ដុំឈ្មោះនៃ rank សិនឧទាហរណ៍ថាខ្ញុំមានបន្ទុកខ្ញុំ copy នៅកន្លែងនេះចឹងខ្ញុំយកមកដាក់នៅកន្លែងនេះមួយអញ្ចឹងទី1គឺអ្នកទាំងអស់គ្នាត្រូវបង្កើតឈ្មោះ rank នេះមួយសិនដើម្បីយកឈ្មោះ rank នេះយកទៅប្រើប្រាស់ឧទាហរណ៍យើង select ហើយយើងដាក់ថានៅកន្លែង name box នេះយើងបដូរទៅជា text ចឹងគឺចឹងនៅពេលដែលអ្នកទាំងអស់គ្នាយកប្រើប្រាស់គឺកន្លែងនេះត្រូវតែជា text អញ្ចឹងយើងប្រើសញ្ញាស្មើមួយមកហើយវាយពាក្យថា map អញ្ចឹង map កន្លែងនេះគឺចាប់ផ្ដើម select array គឺជាបណ្ដុំទិន្នន័យរបស់យើងអញ្ចឹងបណ្ដុំទិន្នន័យដែលយើងបាន select ហើយនោះគឺយើងបានបង្កើតឈ្មោះថា text អញ្ចឹងយើងវាយពាក្យថា text នៅកន្លែងនេះតែម្ដងអញ្ចឹងវាចាប់ផ្ដើមធ្វើការ select នៅលើបណ្ដុំទិន្នន័យទាំងអស់នេះឬក៏យើងចាប់ផ្ដើម select ទាំងអស់នេះយកតែម្ដងក៏បានដូចគ្នាដែរបាទឧទាហរណ៍ថាយើងលុបកន្លែងនេះយើង select ចេះប៉ុន្តែដោយសារតែយើងបានធ្វើការបង្កើតហើយជាឈ្មោះហើយអញ្ចឹងគឺចាប់ផ្ដើម select យក text តែម្ដងបាទក្បៀសមួយគឺយើងចាប់ផ្ដើម select យក lambda ឬក៏ array ទី2ប្រសិនបើយើងមានអញ្ចឹងកន្លែងនេះគឺយើងអត់មានទេដោយសារតែយើងយកទិន្នន័យតែជាបណ្ដុំនៃ array ទី1យកមកប្រើប្រាស់អញ្ចឹងបន្ទាប់មកគឺយើងចាប់ផ្ដើមប្រើប្រាស់រូបមន្តតែម្ដងរូបមន្តដែលយើងនឹងប្រើប្រាស់គឺ lambda អញ្ចឹង lambda នៅកន្លែងនេះយើងចាប់ផ្ដើមបញ្ចូលនៅ parameter ឬក៏ variable គឺជាអត្ថិរបស់យើងគឺ text យកមកប្រើបាទ text នេះគឺជាបណ្ដុំនៃទិន្នន័យពិន្ទុដែលយើងធ្វើការ select ទាំងអស់នេះអំបញ្ញមិញហើយបន្ទាប់មកគឺយើងប្រើក្បៀសមួយគឺចាប់ផ្ដើមបញ្ចូលនៅ calculation គឺបញ្ចូលនៅការគណនាអញ្ចឹងការគណនាខ្ញុំដាក់ if មួយចុះខ្ញុំដាក់លក្ខខណ្ឌអញ្ចឹងបើ if នៃ test នៅកន្លែងហ្នឹងបាទធំជាងឬក៏ស្មើ50ខ្ញុំក្បៀសមួយមកខ្ញុំចាប់ផ្ដើមឲ្យបង្ហាញពាក្យថា paste អញ្ចឹងដូចអ្នកទាំងអស់គ្នាបានដឹងពីមុនការប្រើប្រាស់រូបមន្ត if ហើយអញ្ចឹងបើសិនបើមួយទៀតយើងដាក់លក្ខខណ្ឌក្រៅពីមានតូចជាងឬស្មើ50វិញទៅជា fail វិញបាទបិទ double quotation មកហើយយើងបិទវងកញ្ចក់ទី1បិទវងកញ្ចក់ទី2និងបិទវងកញ្ចក់ទី3រួច enter អញ្ចឹងនៅពេលដែលយើង enter នៅកន្លែងនេះគឺយើងនឹងបានទិន្នន័យរួមមួយបាទគឺលទ្ធផលតែម្ដងអញ្ចឹងបើសិនបើកន្លែងនេះធំជាងឬស្មើ50គឺវានឹងបង្ហាញពាក្យ pass អញ្ចឹងបើសិនបើតូចជាងឬតូចជាង50វិញគឺនឹង fail ដូចនៅកន្លែងនេះបើយើងបដូរទៅជា80វិញអញ្ចឹងវានឹងបដូរទិន្នន័យយើងហើយអញ្ចឹងយើងសរសេរតែរូបមន្តតែមួយនៅកន្លែងនេះទេគឺអាចនឹងធ្វើការបញ្ចូលទិន្នន័យទាំងអស់តែម្ដងចុះឧទាហរណ៍ថាប្រសិនបើយើងមានតារាងជា2ដូចនេះអញ្ចឹងយើងត្រូវតែចងទី
ទី1គឺបណ្ដុំនៃ array ជា2សិនអញ្ចឹង array ទី1និង array ទី2ហើយចាប់ផ្ដើមធ្វើការកំណត់នោះគឺកំណត់រូបមន្តដែលយើងត្រូវការយកមកគណនានោះខ្ញុំឧទាហរណ៍នៅកន្លែងនេះដោយសារកន្លែងនេះខ្ញុំបានសរសេររូបមន្តហើយអញ្ចឹងរូបមន្តហើយនៅកន្លែងនេះគឺទី1គឺខ្ញុំបានកំណត់ថាបណ្ដុំនៃ array ទី1គឺ math បណ្ដុំ array ទី2គឺខ្មែរហើយបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមបង្កើតរូបមន្តថ្មីដែលប្រើប្រាស់ lambda នេះអញ្ចឹង lambda នៅកន្លែងនេះគឺមាន math ហើយនិងខ្មែរអញ្ចឹងបណ្ដុំទី2គឺ variable គឺខ្ញុំយកមក2ទី1គឺ variable ដែលជា math variable ទី2គឺជាខ្មែរហើយកន្លែងបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមប្រើប្រាស់រូបមន្តកន្លែងនេះគឺជារូបមន្តដែលខ្ញុំយកមកប្រើប្រាស់ជារូបមន្តដែលខ្ញុំយកមកប្រើប្រាស់គឺខ្ញុំចាប់ផ្ដើមរូបមន្ត if ដូចគ្នាដោយសារតែខ្ញុំត្រូវការកំណត់លក្ខខណ្ឌ pass ឬក៏ fail នៅពេលដែលបន្ទុកទាំងពីរនេះបូកបញ្ចូលគ្នាចឹងនៅពេលដែលបន្ទុក math បូកបន្ទុកខ្មែរធំជាងឬស្មើ50ខ្ញុំឲ្យបង្ហាញថា pass ប៉ុន្តែបើបូកទៅវាតូចជាង50វិញឲ្យបង្ហាញពីថា fail អញ្ចឹងនេះគឺជាលក្ខខណ្ឌដែលខ្ញុំកំណត់ទេសម្រាប់អ្នកទាំងអស់គ្នានៅពេលដែលប្រើប្រាស់រូបមន្តដែលចង់បានយើងអាចកំណត់តាមតម្រូវការជាក់ស្ដែងតម្រូវការជាក់ស្ដែងគឺវាប្រែប្រួលទៅតាមការកំណត់របស់យើងដែលយើងចង់បានមានថាបើយើងចង់បានលក្ខខណ្ឌតូចជាងឬស្មើផ្សេងឬក៏ការកំណត់រូបមន្តផ្សេងយើងអាចបដូរមកកន្លែងការគណនានេះចឹងនៅពេលដែលយើងគ្រាន់តែបញ្ចូលទិន្នន័យនេះហើយជាង enter មកគឺយើងនឹងបានលទ្ធផលតែម្ដងចុះប្រសិនបើអ្នកទាំងអស់គ្នាមានទិន្នន័យដូចនេះហើយគឺអ្នកទាំងអស់គ្នាចាំបាច់ត្រូវតែកំណត់ទី1គឺកំណត់ទិន្នន័យមួយនេះមានថាបណ្ដុំនៃ array ទី1នេះទៅជាឈ្មោះណាមួយមានថាកំណត់នៅ name box យើងអាចយកទិន្នន័យដែល select រួមយកមកប្រើប្រាស់រួមបានទេព្រោះយើងត្រូវយក variable គេហៅថាអថេណាមួយដែលយើងបានកំណត់យកទៅធ្វើការគណនានិងធ្វើការប្រៀបធៀបអូខេអញ្ចឹងកន្លែងនេះដូចខ្ញុំឧទាហរណ៍អំបញ្ញមិញអញ្ចឹងគឺយើងបដូរអថេទី1យើងចង់ដាក់ជាអ្វីមួយក៏បានប៉ុន្តែសម្រាប់អថេយើងបដូរទៅតាមតម្រូវការដែលយើងកំណត់សម្គាល់ដូចជាកន្លែងនេះជាបន្ទុករបស់ math អញ្ចឹងយើងត្រូវតែបដូរឈ្មោះឲ្យតាមតម្រូវការកុំដាក់លេខ1លេខ2ឬក៏លេខ3ដូចខ្ញុំដាក់ឧទាហរណ៍ test 1 test 2 test 3អញ្ចឹងយើងនៅពេលដែលយើងក្នុងការគណនាយក variable ទៅគណនាយើងអត់ដឹងថាអថេដែលយើងកំណត់មួយនោះគឺជាអ្វីនោះទេអញ្ចឹងយើងកំណត់ឈ្មោះទៅតាមតម្រូវការជាក់ស្ដែងនៃការប្រើប្រាស់អញ្ចឹងក្រោយពីការកំណត់អថេហើយទើបយើងចាប់ផ្ដើមប្រើប្រាស់រូបមន្តដែលមានកំណត់តម្រូវការជាក់ស្ដែងយើងចង់បូកយើងដកគុណចាយឬក៏យើងចង់ប្រើប្រាស់រូបមន្តផ្សេងក្រៅពីនឹងយើងចង់ count ឬក៏យើងចង់ធ្វើអីផ្សេងទៀតតាមតម្រូវការជាក់ស្ដែងនៅពេលដែលមានតម្រូវការប្រើប្រាស់ចឹងសរុបមកវិញគឺរូបមន្ត map នេះគឺវាធ្វើការប្រៀបធៀបទាំងអស់នៅក្នុងបណ្ដុំ array នីមួយៗហើយបង្ហាញលទ្ធផលនៅពេលដែលយើងចង់បានក្រោយពេលដែលការកំណត់រូបមន្តមួយជាក់លាក់អូខេចឹងចំពោះរូបមន្ត map ខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតជាចុងក្រោយនេះអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗកាន់តែរហ័សពី Channel របស់ខ្ញុំអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗទៀត